số thà ông miền côn chia về rẽ con to bên ông bắt Dạ, côn màn ngay ông bắt 2 ngày bắt pi ngay ông អត់ឲ្យតែនឹងទេ toàn ba năm nắng để ông ចាកូននៅថាតមឿន xa tao muốn Dạ. anh cái đài នៅទិសមុខបានតាកតងខ្ញុំទេ2ថ្ងៃហើយដល់ដល់តាកតងមកតាម៉ែកូនអត់អីទេឥឡូវគេអត់តាកតងទេខ្ញុំព្រួយបារម្ភកូនខ្ញុំណាស់ខ្ញុំព្រួយមែនទេតែកូនខ្ញុំមិនទេអត់តាកតងហើយអបអាចោសៀមណានិយាយប៉ុនត្រង់ចាអំពីអាចោសៀមឲ្យបានខ្ញុំរត់ចូលផ្ទះចូលបេះចូលកូនចូលចៅខ្ញុំស្អប់ គាត់មានបានផ្ដាំផ្ញើអីសម្រាប់អ៊ំឯអ៊ំមុនពេលដែលគាត់ទៅប្រយុទ្ធតតាំងជាមួយនឹងពួកអាចោឆ្លៀនពៀនថៃហ្នឹងអ៊ំ ផ្ដាំទេគេរចាត់មកខ្ញុំតាកូននៅទិសមុខកូននេះកំពុងតែប្រយុទ្ធ តតាំងជាមួយចោ ចាកំពុងតែតតាំង អ៊ំមានអ្វីជាការបង្ហាញនូវភាពឈឺចាប់ដែលសពថ្ងៃនេះអ៊ំរត់គេចពីផ្ទះសម្បែងកូនកំពុងតែតតាំងប្រយុទ្ធជាមួយនឹងចោឆ្លៀនពៀនមកទល់ពេលនេះអ៊ំប្រាប់បង គិតកំពុងតែតតាំងអត់ទាន់ឈប់ទេខ្ញុំឈឺចាប់ណាឈឺចាប់អាចោស៊ីមនេះណាឈឺចាប់មិនអីស្មើទេមិនអីស្មើឈឺចាប់អាចោស៊ីមនេះទេអាចុយមិនអាយស៊ីមនេះគឺវាមិនអោយយើងបានសក់ ម្ដងហើយ ចាម្ដងហើយម្ដងទៀត បាត់បង កូនខ្ញុំប្រឹកញ៉ារូបភាពមកធ្លាក់ឆាចិត្តខ្ញុំអស់ខ្ញុំថាខ្ញុំអស់សង្ឃឹមមកកូនខ្ញុំចាចិត្តដាច់បាយពីយប់ បងប្រុសដែលគាត់មានភាពអង្អាចការពារប្រទេសជាតិយកឈាមស្រស់សាច់ស្រស់ការពារខ្ញុំសូមឲ្យគាត់ជួបនៅក្តីសុខសប្បាយសូមឲ្យគាត់តតាំងឈ្នះបាទខ្ញុំសូមឲ្យគាត់តតាំងឈ្នះអស់រាល់មាសត្រូវ ចាទាំងប្អូន ទាំងកូនទាំងក្មួយ ទាំងកូន ទាំង ទាំងអស់ ហ៊ានវិរៈកងទ័ពទាំងអស់ ប្អូនថ្លៃ2កូន1ទាំងអស់ បាទអរគុ សូម ណ ឲ្យ ច្រើន ប្អូននឹងកូនបានក្តីសុខទាំងអស់ចា គុណណាស់ ចាទុំបែក្មួយក៏ដោយដែលមកចែកណយនេះក៏ដោយឲ្យសូមបានក្តីសុខទាំងអស់បានមានសុខភាពទាំងអស់ណាមួយណា បាទអរគុណ ធម្មតាយើងឃើញបងប្អូនជនភៀសសិស្សគ្រួសារដែលគាត់អត់មានបងប្អូនជាទាហានផងហ្នឹងយើងមើលទៅសោកសង្រេងប៉ុណ្្នឹងឯងគាត់ពិបាកវេទនាប៉ុណ្្នឹងឯងចោះទម្រាំទៅគ្រួសារដែលរត់ភៀសខ្លួនមកហើយតែនៅសល់សមាជិកគ្រួសារដែលគាត់មិនបានមកជាមួយពីព្រោះគាត់គឺជាទាហានដែលគាត់នោះទៅយកខ្លួនអត់ប្រាំងរាប់ជំនួសគ្រួសារជំនួសសង្គមជាតិហើយសម័យមើលថាបើសិនជាយើងជាគ្រួសារគាត់អារម្មណ៍យើងបែបម៉េចនៅពេលដែលយើងអង្គុយរងចាំនេះទៅក្រោមតង់នេះរងចាំមើលដំណឹងប្តីឬមួយកូនឬមួយក៏បងប្អូនសាច់ញាតិដែលគាត់ជាទាហានជួបមុខបងប្អូនទាំងអស់គ្នាតាមច្បាប់គឺគេឲ្យគាត់ប្រើទូរស័ព្ទតែត្រូវឲ្យបងគាត់ឲ្យប្រើទូរស័ព្ទញ៉ៃៗតែអញ្ចឹងដំណឹងអ្នកទាំងអស់គ្នាក៏បាត់ដង3 4 5ថ្ងៃអារម្មណ៍យើងមិនទៅបង យើងក្តុកក្តួល ខ្ញុំទៅទាំងបងដែលជាប្រពន្ធរបស់បងកងតបជាមួយនឹងបងដែលភេសឹកមើលហើយគឺសោយសង្វេបងមានអារម្មណ៍ថាគាត់ខ្លាំងរកអីនិយាយអត់កើតហ្មងដោយសារឃើញគាត់តាក់តងប្តីអត់បាននៅជួរមុខហើយតាក់តងអត់បានចាំមួយថ្ងៃទៅមួយថ្ងៃមួយថ្ងៃទៅមួយថ្ងៃអត់ដឹងថាអារម្មណ៍គាត់ឈឺបែបម៉េចសូម្បីតែយើងមិនមែនជាប្រពន្ធគឺយើងមានអារម្មណ៍ថាអាណិតគាត់ខ្លោចចិត្តចុះនាំតែគាត់ គាត់ទៅប្តីយើងទៅធ្វើការតាំងធំមួយថ្ងៃយើងតាក់តងបានអារម្មណ៍យើងនៅផ្ទះផ្សារហ្មងហើយតម្រគាត់បាត់ដំណឹងទៅខ្លះ4ទៅ5ថ្ងៃហើយតាក់តងអត់បានអារម្មណ៍អូនបើសិនខ្ញុំវិញខ្ញុំទុកស្មារតីអត់បាន មួយថ្ងៃខ្ញុំទុកបងប្អូនគ្រួសារអី បងទប់បងយើងរឹងមាំ ពួកខ្ញុំជាអ្នកមកដើម្បីជួយជំនួយចំណែកខ្លះដល់គាត់ដូច្នេះអាចទុនខ្សោយបានអត់អាចទុនខ្សោយបានហើយតែអាចហ៊ានយកមកគាត់អាចហ៊ានស្រោចទឹកមកគាត់គ្រួសារតែមកនេះគឺមកជាក្នុងអ្នកជួយទាំងកម្លាំងចិត្តទាំងកម្លាំងកាយទាំងរបស់របរប្រកបរបស់ញ៉ាំអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាអ្នកដែលគាត់ទាប់ជួក្រោយដែលនៅភ្នំពេញក៏ដោយដែលកំពុងតែអង្គុយរៀបចំស្បៀងមួយយប់មួយថ្ងៃដាច់យប់ហ្នឹងបងប្អូនខ្ញុំអរគុណមែនតើបានអាទង្វើអាភាពសាមគ្គីទាំងអស់ហ្នឹងបានជាពួកគាត់នេះពួកគាត់បាននៅបន្តណាដើម្បីរស់នៅបាទរងចាំបងប្អូនគាត់ដែលគាត់មានទាហាននោះទៅយកខ្លួនសាច់ស្រស់ឈាមស្រស់ទៅពាំងខ្លួននោះឲ្យគាត់មានទឹកចិត្តបន្តរស់នៅជាមួយនឹងពួកយើងទាំងអស់គ្នាជាខ្មែរបាទ số thà ông miền côn chia về rẽ con to bên ông ចាខ្ញុំ bắt côn màn ngay ông បាត់2ថ្ងៃ bắt pi ngay ông អត់ឲ្យតែនឹងទេ toàn ba năm nắng để ông ចា ông mà rút cái chênh pina đây ông đây miền côn ខ្ញុំមកពីគុកចន្ទរី hay là nắng côn cầm bông កូននៅថាតមឿន xa tao muốn Dạ. anh cái đài នៅទិសមុខ mà tôi bên này ông miền ban có ở miền ban tẹt tông mà dương thế không បានតាកតងខ្ញុំទេ2ថ្ងៃហើយដល់ដល់តាកតងមកតាម៉ែកូនអត់អីទេឥឡូវគេអត់តាកតងទេខ្ញុំព្រួយបារម្ភកូនខ្ញុំណាស់ខ្ញុំព្រួយមែនទេតែកូនខ្ញុំមិនទេអត់តាកតងហើយ គាត់មានបានផ្ដាំផ្ញើអីស
សម្រាប់អ៊ំឯអ៊ំមុនពេលដែលគាត់ទៅប្រយុទ្ធតតាំងជាមួយនឹងពួកអាចោឆ្លៀនពៀនថៃនឹងអ៊ំ ដាំទេគេចាត់មកខ្ញុំថាកូនទៅមកកូននេះកំពុងតែប្រយុទ្ធ តតាំងជាមួយចោ ចាកំពុងតែតតាំង អ៊ំមានអ្វីជាការបង្ហាញនូវភាពឈឺចាប់ដែលសពថ្ងៃនេះអ៊ំរត់គេចពីផ្ទះសម្បែងកូនកំពុងតែតតាំងប្រយុទ្ធជាមួយនឹងចោឆ្លៀនពៀនមកទល់ពេលនេះអ៊ំប្រាប់បង ស្អប់អាចោសៀមណានិយាយអន្តរងចាអ៊ំពីអាចោសៀមឲ្យបាត់ខ្ញុំរត់ចូលផ្ទះចូលសំបែងចូលកូនចូលចៅខ្ញុំស្អប់ មើលសម្រាប់ការលះបង់កូន អូយកូនខ្ញុំសុខសប្បាយអូយតាហ៊ានទាំងអស់ទាំងបងទាំងប្អូនថ្លៃបងថ្លៃទាំងអស់សូមបានក្តីសុខបងថ្លៃក៏ជាប់តាហ៊ានប្អូនថ្លៃជាប់តាហ៊ានកូនក៏ជាប់តាហ៊ានខ្ញុំព្រួយបារម្ភថាទាំងអស់ប្អូនថ្លៃយកមួយនៅភ្នំបាក់មួយនៅភ្នំអីទេខ្ញុំនិយាយចឹងទេ បើនិយាយទៅអង្គគាត់ទៅភ្នំទៅបានហើយឥឡូវនេះគាត់កំពុងតតាំង គាត់កំពុងតែតតាំងអត់ទាន់ឈប់ទេខ្ញុំឈឺចាប់ណាឈឺចាប់អាចោស៊ីមនេះណាខ្ញុំឈឺចាប់មិនអីស្មើទេមិនអីស្មើឈឺចាប់អាចោស៊ីមនេះទេអាចុយមិនអាយស៊ីមនេះគឺវាអោយយើងបានសុខ ម្ដងហើយម្ដង ចាម្ដងហើយម្ដងទៀត ធ្វើឲ្យអ៊ំបាត់បង់ កូនខ្ញុំប្រឹកផ្ញើរូបភាពមកធ្លាក់ឆាចិត្តខ្ញុំអស់ខ្ញុំថាខ្ញុំអស់សង្ឃឹមមកកូនខ្ញុំ បាទ ចាឆាចិត្តដាច់បាយពីយប់ពីថ្ងៃ ខ្ញុំសូមគោរព កូនខ្ញុំចាសប្បាយណាស់ បងប្រុសដែលគាត់មានភាពអង្អាចការពារប្រទេសជាតិយកឈាមស្រស់សាច់ស្រស់ការពារខ្ញុំសូមឲ្យគាត់ជួបនៅក្តីសុខសប្បាយសូមឲ្យគាត់តតាំងឈ្នះបាទខ្ញុំសូមឲ្យគាត់តតាំងឈ្នះអស់រាល់មារសត្រូវ ចាទាំងប្អូន ទាំងកូនទាំង ថ្លៃ ក្មួយ ទាំងកូន ទាំងតាហ៊ានវិរៈកងទ័ពទាំងអស់ ប្អូនថ្លៃ2កូន1រាប់ទាំងអស់ បាទអរគុ សូ ណ មឲ្យ ច្រើន ប្អូននឹងកូនបានក្តីសុខទាំងអស់ចា គុណណាស់អ៊ំ ចាទៅបែក្មួយក៏ដោយដែលមកចែកអំណោយនេះក៏ដោយឲ្យសូមបានក្តីសុខទាំងអស់បានមានសមត្ថភាពទាំងអស់ណាមួយណា បាទអរគុណអ៊ំបាទនេះគឺជាអារម្មណ៍ដ៏ឈឺចាប់ដែលអ៊ំពូមីងដែលគាត់មានសមាជិកដែលជាបងវិរៈកងទ័ពជាចំនេះបងប្អូនសិតតែក្រុមគ្រួសារអ៊ំពូមីងដែលគាត់ជាបាទជាក្រុមគ្រួសាររបស់បងវិរៈកងទ័ពដែលកំពុងតែឈរតតាំងការពារក៏ដូចជាប្រយុទ្ធជាមួយនឹងចោរឆ្លៀនពៀនប្រទេសសៀមប្រទេសថៃដែលបានបំពេញលើយើងម្ដងហើយម្ដងទៀតពួកគាត់មិនខ្លាចញញើតជាមួយនឹងក្រុមចោរឆ្លៀនពៀនទេបាទពួកគាត់សូម្បីតែអ៊ំស្រីគាត់និយាយរៀបរាប់មកទល់ពេលនេះគាត់តាក់ទងជាមួយកូនអត់បាន2ថ្ងៃហើយតែយ៉ាងណាគាត់បានផ្ដល់កម្លាំងចិត្តក៏ដូចជាគាត់ជឿជាក់ថាកូនគាត់នឹងយកឈ្នះរាល់សត្រូវឆ្លៀនពៀនទាំងអស់ដែរបាទ កូននិងប្អូនសូមឲ្យប្អូននិងកូនយកឈ្នះឲ្យបាននឹងអាចសត្រូវអាចោឆ្លៀនពៀននេះឲ្យបានសម្រេច សាធុអង្គសាធុមិញហ្នឹងអ្វីដែលអូននិយាយរៀបរាប់ប្រាប់បងយើងពេលដែលស្ដាប់ការរៀបរាប់ពួកគាត់ហើយយើងមានអារម្មណ៍ថាសោកសង្រេងណាសម្រាប់ពួកយើងគាត់មិនត្រឹមតែផិតភ័យក្នុងការរត់ភៀសសឹកចេញពីផ្ទះរបស់ខ្លួនគាត់ទេគាត់មានទាំងសាច់ញាតិនិងគ្រួសារមិញអូនណានិយាយអារម្មណ៍មកពួកយ៉ាងម៉េច ធម្មតាយើងឃើញបងប្អូនជនភៀសសឹកគ្រួសារដែលគាត់អត់មានបងប្អូនជាតាហ៊ានផងហ្នឹងយើងមើលទៅសោកសង្រេងប៉ុណ្្នឹងឯងគាត់ពិបាកវេទនាប៉ុណ្្នឹងឯងចោះទម្រាំតែគ្រួសារដែលរត់ភៀសខ្លួនមកហើយតែនៅសល់សមាជិកគ្រួសារដែលគាត់មិនបានមកជាមួយពីព្រោះគាត់គឺជាតាហ៊ានដែលគាត់នោះទៅយកខ្លួនអត់ប្រាំងរាប់ជំនួសគ្រួសារជំនួសសង្គមជាតិហើយសម័យមើលថាបើសិនជាយើងជាគ្រួសារគាត់តែអារម្មណ៍យើងបែបម៉េចនៅពេលដែលយើងអង្គុយរងចាំនេះទៅក្រោមតង់នេះរងចាំមើលដំណឹងប្តីឬមួយកូនឬមួយក៏បងប្អូនសាច់ញាតិដែលគាត់ជាតាហ៊ានជួមមុខបងប្អូនទាំងអស់គ្នាតាមច្បាប់គឺគេអត់ឲ្យគាត់ប្រើទូរស័ព្ទទេត្រូវឲ្យបងគាត់ឲ្យប្រើទូរស័ព្ទញ៉ៃៗទេអញ្ចឹងដំណឹងអ្នកទាំងអស់នេះបាត់ម្ដង3 4 5ថ្ងៃអារម្មណ៍យើងមិនទៅបង អារម្មណ៍យើងក្តុកក្តួល ក្តួលយ៉ាងម៉េចទៅបងបាទ ក្តួលបងប្អូន ស្ដាប់គាត់រៀបរាប់មិញគាត់ប្រាប់ខ្ញុំហូរទឹកណែយើងចង់យំតាមយើងយំតាមដោយសារអីទាំងគេពួកគាត់រៀបបានដូចជាឈាមជ័រតែមួយដោយសារអីយើងគឺជាជនជាតិខ្មែរយើងមានឈាមជ័រតែមួយស្ដាប់ការរៀបរាប់គាត់ហើយយើងឈឺចាប់មែនតើឈឺចាប់ដោយសារអីយើងត្រូវបានក្រុមចោរប្រទេសសៀមឆ្លៀនពៀនម្ដងហើយម្ដងទៀតអត់ឲ្យយើងបានក្តីសុខពួកគាត់គេចពីកន្លែងមួយមកកន្លែងមួយណាដោយបងអូនបានដឹងចឹងយើងចុះប្រហែលថ្ងៃជាមួយនឹងបងស្រីម៉ាក់អ៊ីក៏ដូចជាបងស្ប្រុសយើងតាស្រង់យើងមួយថ្ងៃនេះគឺពួកយើងអត់ទាន់បានសម្រាកស្រួលបួលទេបាទមួយថ្ងៃក្នុងមួយអាទិត្យនេះមែនទេអូនម្នាក់ពួកយើងអស់ចោលលេងហ្នឹងមែនទេមកអូនឯងប្រាប់ពេចមើលមកជួបជាមួយពួកគាត់ឥឡូវនេះគាត់លំបាកយើងឃើញយ៉ាងម៉េចខ្លះមក ពីរំទៅទាំងបងដែលជាប្រពន្ធរបស់បងកងតបជាមួយនឹងបងដែលភេសសឹកមើលហើយគឺសោសង្វេគបងមានអារម្មណ៍ថាគាត់ខ្លាំងរកអីនិយាយអត់កើតហ្មងដោយសារឃើញគាត់តាក់តងប្តីអត់បាននៅជួមមុខហើយតាក់តងអត់បានចាំមួយថ្ងៃទៅមួយថ្ងៃអត់ដឹងថាអារម្មណ៍គាត់ឈឺបែបម៉េចសូម្បីតែយើងមិនមែនជាប្រពន្ធ
នគឺយើងមានអារម្មណ៍ថាអាណិតគាត់ខ្លោចចិត្តចុះនាំតែគាត់មានអារម្មណ៍ថា យើងនៅគាត់នៅប្តីយើងទៅធ្វើការតាប់ថំមួយថ្ងៃយើងតាក់តងបានណាអារម្មណ៍យើងនៅផ្ទះសាបងឲ្យតម្រគាត់បាត់តំណឹងទៅខ្លះ4ទៅ5ថ្ងៃឲ្យតាក់តងអត់បានអារម្មណ៍អូនបើសិនខ្ញុំវិញខ្ញុំនិយាយខ្ញុំទុកស្មារតីអត់បានហ្មង អរគុណណាបងប្អូនអរគុណសម្រាប់ការចូលរួមមួយនេះពួកយើងគឺជាតបជួរក្រោយដែលបងនិយាយបងអ៊ូលសម្រាប់យើងមនោចេតនាមនុស្សយើងមានគ្រួសារគេក៏មានគ្រួសារអញ្ចឹងពេលយើងជួបទុក្ខលំបាកអញ្ចឹងយើងយល់ពីពួកគាត់យើងមកឃើញទស្សនវិជ្ជាជាក់ស្ដែងឃើញគាត់គេមានក្មេងៗបាត់បង់ការសិក្សាណាបាត់បង់ផ្ទះសម្បែងត្រូវចេញមកភ័យឯងរត់ពីមួយទៅមួយតែរត់មកកន្លែងបងសួរអ្នកខ្លះគាត់រត់ពីមកកន្លែងមួយទៅមកកន្លែងមួយអាហ្នឹងឯងជារបៀបជឿចាប់ដែលពួកយើងក្មេងជំនាន់ក្រោយយើងត្រូវស្វែងយល់យើងត្រូវសាមគ្គីគ្នា ខ្ញុំនិយាយត្រង់ខ្ញុំមិនដែរខ្ញុំយំមុខបងប្អូនទេមួយថ្ងៃខ្ញុំទប់បងប្អូនព្រោះស្អី បងទប់បងយើងរឹងមាំ ពួកខ្ញុំជាអ្នកមកដើម្បីជួយជំនួយចំណែកខ្លះដល់គាត់ដូច្នេះអត់អាចទន់ខ្សោយបានអត់អាចទន់ខ្សោយបានហើយតែអត់អាចហ៊ានយកមកគាត់អត់អាចហ៊ានស្រត់ទឹកមកគាត់ព្រោះថាតែមកនេះគឺមកជាខ្លួនអ្នកជួយតាំងកម្លាំងចិត្តតាំងកម្លាំងកាយតាំងរបស់របរប្រើប្រាស់របស់ញ៉ាំអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាអ្នកដែលគាត់ទប់ជួក្រោយដែលនៅភ្នំពេញក៏ដោយដែលកំពុងតែអង្គុយរៀបចំស្បៀងមកយប់មួយថ្ងៃដាច់យប់ហ្នឹងបងប្អូនខ្ញុំអរគុណមែនតើបានអាចទង្វើអាភាពសាមគ្គីទាំងអស់ហ្នឹងបានជាពួកគាត់នេះពួកគាត់បាននៅបន្តណាដើម្បីរស់នៅបាទរងចាំបងប្អូនគាត់ដែលគាត់មានតាហ៊ាននោះទៅយកខ្លួនសាច់ស្រស់ឈាមស្រស់ទៅពាំងខ្លួននោះឲ្យគាត់មានទឹកចិត្តបន្តរស់នៅជាមួយនឹងពួកយើងទាំងអស់គ្នាជាខ្មែរបាទខ្មែរអាចបាត់បង់បានអត់អាចបាត់បង់បានដោយសារតែសង្គ្រាមឬក៏រឿងពេលឈ្លានឬប៉ុណ្្នឹងឯងពួកយើងត្រូវតែខ្លាំងចឹងបានបងចង់និយាយថានេះមិនមែនជាសង្គ្រាមព្រំដែនទេណាអូនវាជាសង្គ្រាមឈ្លានពានដែលពួកយើងរាល់ថ្ងៃពួកយើងអាចគេនៅផ្ទះស្រួលប៉ុន្តែពួកគាត់រត់ពីមួយកន្លែងទៅមួយកន្លែងពីកន្លែងដែលមានគ្រោះថ្នាក់រកកន្លែងទីទួលមានសុវត្ថិភាពយើងអរគុណដល់អាជ្ញាធរអរគុណដល់ថ្នាក់ដឹកនាំដែលបានជួយប៉ុន្តែពួកយើងទាំងអស់គ្នានៅតែបន្តនៅតែរួបរวมគ្នារួបរวมជាសាមគ្គីគឺជាកូនសោយើងចង់ឲ្យពិភពលោកបានឃើញថាប្រទេសសៀមបានបំពេញយើងបានឈ្លានពានយើងឲ្យប្រជាពលរដ្ឋឲ្យពួកគាត់ឃើញនេះទុកលំបាករបស់ពួកគាត់យ៉ាងម៉េចម្នាក់បែរជានិយាយថាយើងបង្ហាញកន្លែងតាំងបងប្អូនភាសាគឺយើងត្រូវឲ្យពិភពលោកបានមើលឃើញយើងអត់ត្រូវលាក់ទៀតទេយើងអត់ត្រូវអត់មិនបង្ហាញទេទស្សនវិជ្ជានេះអត់អាចបាត់បង់ចោលអាចបំភ្លេចចោលទេมันអាចហ្មងយើងឲ្យកូនខ្មែរយើងគេធ្វើបាបយើងច្រើនណាបងប្អូនទាំងអស់យើងឲ្យកូនខ្មែរចងចាំយើងត្រូវចងចាំឈឺចាប់មួយនេះតកូនតចៅតចំនួនទាំងអស់ហ្នឹងហើយអរគុណច្រើនបងប្អូនអរគុណពួកគាត់រៀបរាប់ទាំងភាពឈឺចាប់ឥឡូវនេះអរគុណដល់បងប្រុសអង្គញាយឹមតស្រង់និងម៉ាក់បងស្រីម៉ាក់អ៊ីដែលគាត់បាននៅរួមចំណែកមួយដែលយកនៅគ្រឿងឧបភោគអំណោយដែលគាត់ទទួលបានពីមហាជនរួមទាំងថវិកាផ្ទាល់ខ្លួនរបស់គាត់និងបងប្អូនរួមសាមគ្គីឈាមជ័រតែមួយក្នុងការចូលរួមបាទនៅខាងក្រោយខ្នងខ្ញុំនេះសិតតែក្រុមគ្រួសារនិងសាច់ញាតិរបស់បងវីរៈកងទ័ពដែលកំពុងតែឈរការពារជាខឿនដ៏រឹងមាំក្នុងការការពារបាទជាតិមាតុភូមិក៏ដូចជាការពារបូរណភាពទឹកដីមិនឲ្យចោលឈ្លានពានបំពេញបាទបានឡើយបាទខ្ញុំសូមធ្វើការថ្វាយបង្គំអរគុណទៅដល់បងវីរៈកងទ័ពទាំងអស់ដោយក្តីដឹងគុណបំផុតបាទពួកខ្ញុំដែលជាជួរក្រោយពួកខ្ញុំអាចជួយដល់ក្រុមគ្រួសារបងកងទ័ពបានសូមបងមានកម្លាំងនិងយកឈ្នះចោលសៀមបាទនៅក្នុងសង្គ្រាមឈ្លានពាននេះឲ្យបានគ្រប់គ្នានិងសុវត្ថិភាពត្រឡប់មកជួបក្រុមគ្រួសារវិញបាទសូមអរគុណថ្នាំដុសធ្មេញយឺនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20,000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែជាលើកដំបូងកាហ្វេ 4 in 1មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1,000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាលក់លៀងឃ្លាំងពីសុនស៊ីម៉េកូបញ្ចុះតម្លៃរហូតដល់ 50% រាល់ការទិញគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទសម្ភារៈផ្ទះបាយទូរស័ព្ទដៃនិងគ្រឿងសង្ហារិមពីក្រុមហ៊ុនសុនស៊ីម៉េកូនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% ភ្លាមអនុវត្តចាប់ពីថ្ងៃទី1ដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025នេះតែប៉ុណ្ណោះរួចរាល់ឡើងកុំឲ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅឲ្យសោះ